ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺយើងមកសិក្សាលំហាត់ទី6ហើយយើងបានសិក្សាជាមួយគ្នានៅលំហាត់នៃមេរៀនចំនួន complex អស់5 6លំហាត់ហើយថ្ងៃនេះគឺយើងដល់លំហាត់ទី6ដែលលំហាត់ទី6ហ្នឹងគឺយើងរកតម្លៃនៃចំនួនពិត x និង y ដែលបំពេញលក្ខខណ្ឌ x បូក y បូកជាមួយនឹង 2x ដក y e ស្មើជាមួយនឹង2ដក 5e យើងសង្កេតមើលថាអង្គទី1នេះគឺជាចំនួន complex ហើយនឹងអង្គទី2ក៏ជាចំនួន complex អញ្ចឹងទាំងពីរនេះគឺជា complex ស្មើគ្នាអូខេអាស្រ័យរកតម្លៃ x និង y យើងត្រូវតែយល់អំពី complex ពីរស្មើគ្នាថាតើ complex ស្មើគ្នាវាមានលក្ខណៈបែបណាខ្លះអូខេអញ្ចឹងយើងទៅសិក្សាអំពី complex ស្មើគ្នាជាមុនសិនមុននឹងយើងដោះស្រាយលំហាត់x និង y អូខេអញ្ចឹងយើងមើលនៅសម្គាល់មួយនេះគេមាន complex z ស្មើជាមួយនឹង a បូក be និង w បូក de អញ្ចឹងបើសិនជា z ស្មើជាមួយនឹង w យើងទាញបានផ្នែកពិតរបស់ complex ទី1ស្មើនឹងផ្នែកពិតរបស់ complex ទី2មានន័យថា a ស្មើជាមួយនឹង c ហើយផ្នែកនិមិត្ត complex ទី1ស្មើជាមួយនឹងផ្នែកនិមិត្តនៃ complex ទី2 b ស្មើជាមួយនឹង d យើងទាញបាន2លក្ខខណ្ឌនេះអូខេត្រឡប់មកលំហាត់របស់យើងវិញផ្នែកពិតរបស់ complex ទី1គឺ x បូក y រីឯផ្នែកពិតរបស់ complex ទី2គឺលេខ2រីឯផ្នែកនិមិត្តរបស់ complex ទី1គឺ 2x ដក y រីឯផ្នែកនិមិត្តរបស់ complex ទី2គឺដក 5អញ្ចឹងយើងបានទាញបាន2លក្ខខណ្ឌអូខេយើងទាញបាន2លក្ខខណ្ឌតោះយើងចាប់ដើមដំណោះស្រាយកំណត់តម្លៃនៃចំនួនពិត x និង y យើងមាន x បូក y បូកជាមួយនឹង 2x ដក y e ស្មើជាមួយនឹង2ដក 5e អញ្ចឹងយើងទាញតាមសម្គាល់របស់យើងនេះគឺផ្នែកពិតជាមួយនឹងផ្នែកពិតរីឯផ្នែកនិមិត្តជាមួយនឹងផ្នែកនិមិត្តអូខេផ្នែកពិតជាមួយនឹងផ្នែកពិតផ្នែកនិមិត្តជាមួយនឹងផ្នែកនិមិត្តសម័យការផ្ទៀងផ្ទាត់កាលណាអូខេយើងមាន2លក្ខខណ្ឌអញ្ចឹងផ្នែកពិតគឺ x បូក y ស្មើនឹង2ផ្នែកនិមិត្តគឺ 2x ដក y ស្មើនឹងដក 5 complex យកទាំងសញ្ញាណាបងប្អូនបើសិនជាយើងអត់យកសញ្ញាមកទេគឺចម្លើយគឺអត់ត្រឹមត្រូវទេអញ្ចឹងយើងទទួលបាន2លក្ខខណ្ឌនេះអញ្ចឹងបន្ទាប់មកយើងចាប់ដើមដោះស្រាយរក x និង y តាមរយៈប្រព័ន្ធសម័យកាល2សម័យកាលមួយនេះអូខេអញ្ចឹងយើងធ្វើការបូកដើម្បីលុបបំផាត់ y អញ្ចឹងយើងទទួលបាន 3x ស្មើជាមួយនឹងដក3អូខេអញ្ចឹងយើងទទួលបាន x ស្មើនឹងដក1អញ្ចឹងនៅពេលដែលយើងបាន x ស្មើនឹងដក1ហើយយើងចង់ចំនួននៅក្នុងសម័យកាលទី1ក៏បាននៅក្នុងសម័យកាលទី2ក៏បានអញ្ចឹងពេលនេះខ្ញុំចំនួននៅក្នុងសម័យកាលទី1យើងទទួលបានសរសេរ x ស្មើនឹងដក1អញ្ចឹងនៅកន្លែងនេះគឺដក1បូក y ស្មើនឹង2អញ្ចឹងយើងទទួលបាន y ស្មើនឹងបោះ1ម្នេះគឺបូក2ស្មើ3 x ស្មើដក1 y ស្មើ3យើងអាចសរសេរចម្លើយបានដូចនេះ x ស្មើដក1និង y ស្មើ3អូខេអញ្ចឹងលំហាត់នេះគឺយើងអាចដោះស្រាយរកតម្លៃ x និង y បានហើយដើម្បីដោះស្រាយលំហាត់នេះជាថ្មីម្ដងទៀតគឺយើងត្រូវតែយល់អំពី complex 2ស្មើគ្នាហើយនឹងយល់អំពីលក្ខណៈរបស់ complex 2ស្មើគ្នាទើបយើងអាចរកតម្លៃ x និងតម្លៃ y ចេញពីលំហាត់នេះបានបើសិនជាបងប្អូនមានសំណួរអាចសួរនៅខាងក្រោមវីដេអូបានខ្ញុំនឹងឆ្លើយទៅកាន់បងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយ